ទុកឲ្យពួកវាលោតសិនចុះលោតកាន់តែខ្ពស់ធ្លាក់មកវិញកាន់តែឈឺបាទខ្ញុំយល់ហើយលោកម្ចាស់មែនហើយយន់សៀងលោកប្រធានមានការអីមែនទេបាទឡាយរបស់ប្រពន្ធខ្ញុំប៉ុន្មានថ្ងៃនេះមានរឿងអីខុសប្រក្រតីអត់រឿងនេះខ្ញុំមិនហ៊ានលួចស៊ើបពីឯកជនភាពរបស់អ្នកស្រីទេចេះគិតគ្រាន់បើចាំទុកណារឿងប្រពន្ធខ្ញុំហាមអ្នកណាលូកដៃចូលឲ្យសោះគាត់ចង់ធ្វើអីក៏ធ្វើទៅយល់ទេបាទខ្ញុំចង់ចាំទុកហើយប្រពន្ធខ្ញុំឆ្លាតជាងគេហ្មងគាត់ច្បាស់ជាអាចរៀបចំការឡាយបានល្អជាក់ជាមិនខានដល់ពេលគាត់រកលុយបានខ្ញុំអាចសុំលុយចាយថែមទៀតហើយលោកប្រធានពិតជាស្អីខ្ញុំនិយាយខុសហើយបានហើយពួកឯងមានការអីទៅធ្វើទៅកុំមកទើសមាត់នៅទីនេះអញត្រូវស្ទូចត្រីឲ្យប្រពន្ធអញទៀតប៉ុន្តែលោកប្រធានរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី3របស់សភាពាណិជ្ជកម្មភាគខាងត្បូងបោះចូលអ៊ីមែលទៅពេលទំនេរចាំអញមើលពេលនេះរឿងដែលសំខាន់បំផុតគឺស្ទូចត្រីឲ្យប្រពន្ធអញបាទឈប់សិនលោកប្រធានមានការអីបញ្ជាទៀតមែនទេបាទត្រីស៊ីនុយហើយវើយកម្លាំងខ្លាំងម្លេះមួយយន្តសៀងអាភ្លើឆាប់យកដងដួសត្រីមកបាទខ្ញុំទៅយកដងដួសសិននាងឯងដោះស្បែកជើងកែងចេញទៅចុះទឹកទុកត្រីទៅលោកប្រធាននេះជារោគកាត់តម្លៃរាប់ពាន់ដុល្លារណាបានដងដួសនៅនឹងមួយយន្តសៀងអញប្រើអញធ្វើរឿងតែមួយសោះវាពិបាកម្លេះលោកម្ចាស់យីខ្ញុំទៅដួសវាលើហើយឱកាសល្អបានយកមុខយកមាត់ពីលោកម្ចាស់យីអញ្ចឹងមិនអាចឲ្យអ្នកណាដណ្ដើមបានទេពួកគាត់ចុះទឹកចាប់ត្រីមែនទិដ្ឋភាពនេះប្លែកភ្នែកហ្មងអ្នកទាំងអស់នេះសុទ្ធតែជាសេដ្ឋីរាប់ពាន់លានណាចុះប្តីខ្ញុំមានមន្តអាគមអីទៅបានធ្វើឲ្យពួកគាត់ស្ដាប់បង្គាប់ម្លេះឯងមនុស្សទេអីជាប្រធានសភាពាណិជ្ជកម្មភាគខាងត្បូងណាកប់សេរីប៉ុណ្ណាទៅតាមពិតទៅនៅក្នុងភ្នែកគាត់ស្ទូចត្រីឲ្យខ្ញុំសំខាន់ជាងចំនួនរាប់ពាន់លានទៅទៀតលោកប្រធានចាប់បានហើយមិនអន់ទេយ៉ាងហោចណាស់ក៏1គីឡូជាងដែរប្រពន្ធអញច្បាស់ជាសប្បាយចិត្តមិនខានលោកប្រធានមើលមួយនេះធំល្មមទេពាក់អាវទៅលោកប្រធានអញមានប្រពន្ធមានគ្រួសាររួចហើយណាបើធ្វើឲ្យប្រពន្ធអញយល់ច្រឡំនាងឯងសងជំងឺចិត្តរួចទេខ្ញុំមិនហ៊ានទេថ្ងៃក្រោយប្រយ័ត្នប្រយែងផងអញនេះខ្លាចតែប្រពន្ធខឹងជាងគេនឹងបាត់ភាពស្មោះត្រង់របស់លោកប្រធានចំពោះអ្នកស្រីពួកយើងសុទ្ធតែបានឃើញច្បាស់នឹងភ្នែកឯងសើចស្អីខ្ញុំមិនហ៊ានទេបានហើយត្រីក៏ចាប់បានហើយពួកឯងឆាប់ទៅណាទៅលោកប្រធានចុះរឿងក្រុមហ៊ុនកំសាន្តទីហាងបន្តយ៉ាងម៉េចទៀតទៅអ្នកណាហ៊ានប៉ះសំបីតែសរសៃសក់ប្រពន្ធអញមួយសរសៃមិនអនុញ្ញាតឲ្យមានកន្លែងឈរជើងនៅប្រទេសឡុងដាច់ខាតអ្នកណាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនកំសាន្តទីហាងត្រូវកំចាត់ចោលឲ្យអស់កុំឲ្យសោះបាទខ្ញុំទៅចាត់ការឥឡូវនេះហើយអញទៅផ្ទះធ្វើត្រីចំហុយស៊ីអ៊ីវឲ្យប្រពន្ធសិនហើយពួកឯងទៅតាមសម្រួលចុះណាថ្ងៃនេះសំណាងល្អមែនប្រពន្ធច្បាស់ជាអមិនស្ទើរទេតើប្តីឯងល្អដាក់ឯងពេកហើយការចេះយកចិត្តទុកដាក់នេះគឺអស្ចារ្យហ្មងពីមុនខ្ញុំចេះតែបារម្ភខ្លាចគាត់ទៅក្រៅត្រូវស្រីផ្សេងតាក់ទងតែឯងមើលចុះក្នុងភ្នែកក្នុងបេះដូងគាត់មានតែឯងនឹងមិននឹងអាចមើលឃើញអ្នកផ្សេងទៀតទៅខ្ញុំត្រូវឆែកមើលសភាពាណិជ្ជកម្មភាគខាងត្បូងសិនឯកសារតាក់ទងនឹងសភាពាណិជ្ជកម្មភាគខាងត្បូងមានតិចណាស់មានតែព័ត៌មានពាណិជ្ជកម្មទូទៅទេឈប់សិននេះស្អីគេការបរិច្ឆេទបង្កើតសភាពាណិជ្ជកម្មភាគខាងត្បូងថ្ងៃទី15ខែមីនាឆ្នាំ2021វាមានអីចម្លែកទៅនោះគឺជាថ្ងៃទី2បន្ទាប់ពីពួកយើងបានតាក់ទងគ្នាឯងចង់មានន័យថាសភាពាណិជ្ជកម្មភាគខាងត្បូងអាចមានពាក់ព័ន្ធនឹងឯងព្រះអើយលីងឯងពិតជាមានសំណាងណាស់ខ្ញុំត្រូវទៅផ្ទះហើយអញ្ចឹងឯងកុំប្រាប់គាត់ថាឯងលួចមើលការឡាយឲ្យសោះណាខ្ញុំមិនប្រាប់គាត់ទេគាត់លាក់បាំងខ្ញុំច្បាស់ជាមានហេតុផលរបស់គាត់ហើយខ្ញុំគ្រាន់តែនៅក្បែរគាត់គឺគ្រប់គ្រាន់ហើយអូនសំឡាញ់បងមកវិញហើយអញប្រពន្ធមិននៅផ្ទះទេហីអញ្ចឹងបងប្រញាប់ធ្វើត្រីនេះសិនចាំអូនមកវិញទុកឲ្យអូនភ្ញាក់ផ្អើលមកនេះមិនមែនជាប្រអប់អាហារកុំងដែលបងទើបតែនិយាយការពីម្សិលមិញទេអីតើហ៊ូវិនស៊ីរបស់ហាងនេះច្បាស់ជាមិនឆ្ងាញ់ដូចបងធ្វើទេប្រពន្ធប្រហែលជាមិនសង្ស័យលើបងទេដឹងចប់ហើយប្រពន្ធមកវិញហើយត្រូវរក្សាភាពស្ងប់ស្ងាត់កុំភ័យកុំឲ្យគាត់ដឹងថាខ្ញុំដឹងរឿងអស់ហើយធ្វើហាក់ដូចជាមិនដឹងអីទាំងអស់ធ្វើខ្លួនធម្មតាដូចកាលពីមុន